វិញបាទបងប្អូនចុចកាយបាទ1201ត្រង់ជ្រូកបាទនេះគឺរបៀបឆែកលុយធម្មតាប៉ុន្តែវានឹងផ្ញើសារឲ្យយើងណាបងប្អូនរាល់គម្រោងដែលបងប្អូនភ្ជាប់វានឹងលោតសារមកនេះគឺលុយក្នុងគណនីរបស់យើងគឺអស់ហើយបាទវាដូរហើយអស់ហើយតិចទៀតវាលោតសារមកបងប្អូនបាទនេះអញ្ចឹងយើងចូលឆែកមើលណាបងប្អូននេះបើខ្ញុំជាប់ time to ride មិញហ្នឹងដូចខ្ញុំជម្រាបអញ្ចឹងគឺគ្រាន់តែបញ្ចូលភ្លាមគឺវាកាត់បាត់អញ្ចឹងបងប្អូនត្រូវផ្ដាច់គម្រោងហ្នឹងខ្ញុំរបៀបផ្ដាច់គឺខ្ញុំចុចឲ្យមើលបាទខ្ញុំចុចឲ្យមើលមិញហ្នឹងរបៀបផ្ដាច់ហើយរបៀបបដូរគម្រោងថ្មីក៏ខ្ញុំចុចឲ្យមើលមិញដែរហើយនេះគឺរបៀបឆែកលុយគ្រប់បាទគ្រប់ប្រភេទណាបងប្អូនប្រភេទគម្រោងគឺយើងចុចអញ្ចឹងដូចគ្នាបាទផ្កាយ1201ត្រង់ជ្រូកបាទខ្ញុំចុចមិញណាឥឡូវយើងជាប់គម្រោង$1បាទ$1.15G បាទ$1.5បាននឹង 15G បាទ1រៀលកន្លះហ្នឹងឯងបាទដើម្បីភ្ជាប់1រៀលកន្លះហ្នឹងគឺស្តៀងតែជាប់$1ដែរយើងចុច16 15កាយបាទកាយ11 15កាយ10បាទ15 0បាទ150ត្រង់ជ្រូកបាទអញ្ចឹងគឺវាខុសគ្នាតែមុនហ្នឹងគឺវាដាក់លេខ15កន្លែងនេះមុនដាក់លេខ100បាទភ្ជាប់ 8GB ហ្នឹង1រៀលយើងដាក់លេខ100ហើយ1រៀលកន្លះយើងដាក់150អាហ្នឹងគឺបញ្ជាក់ចំនួនសេនបាទមានន័យថា100គឺស្មើនឹង100សេនបាទស្មើ$1ហើយ150សេននេះគឺស្មើនឹង$1កន្លះអូខេបាទអញ្ចឹងយើងចុចបញ្ជូនទៅ